ពេលខ្លះការលេខគ្នារបស់កីឡាករបាល់ទាត់មិនត្រូវបានវាស់វែងដោយចំនួនទ្វារចំនួនប៉ែងឬសំឡេងទះដៃនៅចុងកីឡដ្ឋាននោះទេវាត្រូវបានវាស់វែងដោយរបៀបដែលមនុស្សនៅតែនិយាយអំពីគាត់នៅពេលដែលគាត់ចាក់ចេញថ្ងៃនេះខ្ញុំចង់ណែនាំអ្នកអំពីរឿងព្រេងរបស់ Mohamed Saleh មុននឹងស្ដាប់វីដេអូឃ្លីបនេះកុំភ្លេចចុច like share និង subscribe channel របស់ខ្ញុំផងវាដូចគ្នានឹងការគាំទ្របាល់ទាត់ដែរអ្នកនឹងមិនដើរតែម្នាក់ឯងឡើយសម្រាប់ Mohamed Saleh សំឡេងរបស់គាត់ពោពេញដោយសេចក្តីស្រឡាញ់កាតភ្ជាប់នឹងអារម្មណ៍ដូចជាគាត់កំពុងបញ្ជូនក្រុមគ្រួសាររបស់គាត់ចេញទៅក្រៅ Saleh ស្ដាប់រាល់ការលេខគ្នាដោយស្ងៀមស្ងាត់ប៉ុន្តែរាល់ពាក្យសម្ដីមានតម្លៃ Saleh មិនអាចនិយាយអ្វីបានទេព្រោះគាត់ខ្លាចយំកាលណាគាត់ឃើញមនុស្សគ្រប់គ្នានិយាយអំពីគាត់កាន់តែច្រើនគាត់កាន់តែត្រូវបានគេចងចាំមនុស្សគ្រប់គ្នាឃើញគាត់ផ្លាស់ប្ដូរផុសកីឡដ្ឋានបន្ទប់ផ្លាស់សម្លៀកបំពាក់និងចិត្តមនុស្សនៅជុំវិញគាត់ Mohamed Saleh ត្រូវបានគេចងចាំតាំងពីថ្ងៃដែលពួកគេទាំងពីរនៅទីក្រុងរ៉ូមសាឡាគឺជាមនុស្សដែលមានចិត្តស្រួលដែលមិនធ្វើពុតដូចជាតារាល្បីនោះទេប៉ុន្តែនៅពេលដែលក្រុមបោះជំហានលើស្មៅសាឡាបានប្រែក្លាយទៅជាមនុស្សម្នាក់ផ្សេងពីក្មេងប្រុសតូចម្នាក់ទៅជាយ៉ាសម្នាក់នៅលើស្មៅគាត់ជាអ្នកទាត់បាល់ម្នាក់ដែលអាចផ្លាស់ប្ដូរការប្រកួតដោយប៉ះបាល់តែម្ដងសម្រាប់ Alisson ការចងចាំដ៏គួរឲ្យចងចាំបំផុតមួយគឺការប្រកួតទល់នឹង Manchester United ថ្ងៃដែលគាត់បានទាត់បាល់ទៅមុខហើយអនុញ្ញាតឲ្យ Saleh សុទ្ធវីហើយគាត់ត្រូវរត់ឆ្លងកាត់ទីលានដើម្បីអបអរជាមួយមិត្តភ័ក្តិរបស់គាត់ពេលនោះគឺជាទ្រព្យសម្បត្តិមួយនៅក្នុងចិត្តរបស់ Alisson ដែលគាត់មិនអាចបំភ្លេចបានវាគឺជាសម័យកាលដែល Liverpool មានអ្នកចាំទីដែលហ៊ានបើកការប្រកួតហើយមានខ្សែបម្រើស្លាប់ស្តាំម្នាក់ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបដូរបាល់ម្ដងហើយធ្វើឲ្យវាក្លាយជាប្រវត្តិសាស្ត្រនៅពេលដែល Saleh ផ្លាស់ទៅ Liverpool គ្មាននរណាម្នាក់ហ៊ាននិយាយថាគាត់នឹងក្លាយជារឿងព្រេងកម្រិតខ្ពស់បំផុតរបស់ Somerset នោះទេប៉ុន្តែ Alisson បាននិយាយយ៉ាងច្បាស់ថាគ្មាននរណាម្នាក់រំពឹងថាគាត់នឹងមកដល់ចំណុចនេះក្រៅពីខ្លួនគាត់ទេនេះជាអត្តសញ្ញាណពិតរបស់ Saleh គាត់មិនបានមកដើម្បីបញ្ជាក់វាដល់អ្នកដទៃទេប៉ុន្តែគាត់បានមកដោយសារតែនៅក្នុងចិត្តគាត់ជឿថាគាត់ត្រូវបានបង្កើតឡើងសម្រាប់រឿងនេះ9ឆ្នាំបានកន្លងផុតទៅហើយចាប់តាំងពីអ្នកទាំងពីរធំឡើងជាមួយគ្នាទាំងនៅក្នុងវិស័យកីឡានិងក្នុងជីវិតគ្រួសារគាត់នឹងនឹកមកខ្លាំងណាស់ Adam Lallana បាននិយាយថាគ្រាន់តែសប្តាហ៍ដំបូងដែល Saleh ហ្វឹកហាត់គាត់ដឹងភ្លាមថាគាត់មិនមែនជាអ្នកទាត់ធម្មតានោះទេបុគ្គលិកលក្ខណៈរបស់គាត់គឺច្បាស់លាស់ដូចជាមនុស្សម្នាក់ដែលធ្លាប់ត្រូវបានគេមើលងាយហើយបានវិលត្រឡប់មកវិញដើម្បីយកអត្ថន័យផ្ទាល់ខ្លួនរបស់គាត់មកវិញគាត់បានឆ្លងកាត់ភេមេលេខាក់ចិត្តនិងត្រូវបានគេសួរចម្លើយហើយពេលខ្លះនោះគឺជាផ្កាភ្លើងដែលធ្វើឲ្យគាត់ក្លាយជា Saleh ដែលពិភពលោកបានឃើញគាត់ក៏បានចំអកអំពីសាច់ដុំពោះរបស់ម៉ូផងដែរគាត់បាននិយាយថាកូនប្រុសរបស់គាត់បានឃើញម៉ូបាញ់ហើយដោះអាវរបស់គាត់ក៏បានសួរឪពុករបស់គាត់ថាហេតុអ្វីបានជាឪពុករបស់គាត់មិនមានរាងកាយបែបនោះពេលនិយាយដល់ Saleh គ្រប់គ្នានិយាយពីការសុទ្ធបញ្ចូលទីការសុទ្ធរបស់ Chelsea ដែលបាល់បានប៉ះនិងរបាទីការសុទ្ធដែលបានប៉ះក្បាលអ្នកចាំទី Meko City ការសុទ្ធបាល់ដែលអូសបាល់ឆ្លងកាត់អ្នកទទួលជាច្រើនវាដូចជាការសុទ្ធនោះចេញពីរូបតុក្កតាអញ្ចឹងការសុទ្ធទៅ Elberton ឬ Man Art ហើយគ្រាប់បាល់ដ៏ស្រស់ស្អាតសម្រាប់ក្រុមធំដែលធ្វើឲ្យគាត់ក្លាយជាមនុស្សពិសេសម្នាក់នៅក្នុងក្រសែភ្នែកអ្នកគាំទ្រ Robbie Fowler បាននិយាយថានៅពេលដែលបាល់ចេញពីជើងរបស់ Saleh ក្នុងការប្រកួតទល់នឹង Chelsea គាត់ដឹងភ្លាមថាវាត្រូវតែចូល Jamil នៅបាននិយាយថាពេលខ្លះអ្នកគ្រាន់តែបញ្ជូនបាល់ទៅគាត់យ៉ាងស្រាលចម្ងាយ30យ៉ាតពីគោលដៅហើយនៅទីបញ្ចប់អ្នកទទួលបានការសរសើរនៅពេលវាទៅពេលដែលម៉ូទទួលបាល់បានរារាំងបាល់រើសមនុស្ស3នាក់ហើយបន្ទាប់មកសុទ្ធជ្រុងនេះជាចំណុចពិសេសរបស់គាត់មិនរងចាំប្រព័ន្ធទេប៉ុន្តែបញ្ចប់ដោយខ្លួនឯងបាល់នេះគ្មានអ្វីទាំងអស់ប៉ុន្តែវាធ្វើឲ្យវាអាចទៅរួចម៉ូគឺជាម៉ាស៊ីននៃភាពរាបសារហើយជាអ្នកទាត់ដែលបានបង្កើតទ្វារពីភាពគ្មានអ្វីសោះប៉ុន្តែអ្វីដែលធ្វើឲ្យ Saleh អស្ចារ្យឲ្យមិនមែនគ្រាន់តែជាជើងឆ្វេងរបស់គាត់មិនមែនគ្រាន់តែជាល្បឿនមិនមែនគ្រាន់តែជាការបញ្ចប់គ្រាប់បាល់នោះទេប៉ុន្តែវាជារបៀបដែលគាត់រស់នៅដូចជាកីឡាករជោគជ័យជារៀងរាល់ថ្ងៃរាងកាយឥរិយាបថនិងស្តង់ដារដែលអាចទុកចិត្តបានមេលនៅបាននិយាយអំពីម៉ោងជាច្រើនដែល Saleh ចំណាយលើអាហារូបត្ថម្ភការទៅកន្លែងហាត់ប្រាណនិងការបញ្ចប់ទី Henderson បាននិយាយអំពីវប្បធម៌នៃទំនុកចិត្តរបស់គាត់ Robertson បាននិយាយអំពីវិជ្ជាជីវៈនៅពីក្រោយស្នាមញញឹមនិងការលេងសើច Saleh ផ្ទាល់មានមោទនភាពបំផុតចំពោះរឿងនេះពីព្រោះគាត់គឺជាផ្នែកមួយនៃការផ្លាស់ប្ដូររបៀបគិតរបស់ក្រុម Jordan Henderson បាននិយាយថានៅពេលដែលមនុស្សគ្រប់គ្នាឃើញ Saleh ខំប្រឹងធ្វើការពួកគេចាប់ផ្ដើមប្រាប់ខ្លួនឯងថាខ្ញុំក៏ត្រូវធ្វើដូច្នោះដែរនេះជាឥទ្ធិពលនៃស្ថិតការទាត់បាល់ខ្លះធ្វើឲ្យអ្នកគាំទ្រក្រោកឈរឡើងអ្នកទាត់បាល់ដ៏អស្ចារ្យបំផុតនឹងធ្វើឲ្យមិត្តរួមក្រុមរបស់គាត់ក្រោកឈរឡើងហើយផ្លាស់ប្ដូរខ្លួនឯង Saleh បានក្លាយជាគំរូសម្រាប់មនុស្សជំនាន់ថ្មី Rio Nikumehe បាននិយាយថាម៉ូធ្លាប់ប្រាប់ខ្ញុំថាអ្នកទាត់បាល់កម្រិតខ្ពស់មិនត្រឹមតែមានជំនាញប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវបង្កើតឱកាសនិងជួយឲ្យមិត្តរួមក្រុមសុទ្ធបញ្ចូលទីផងដែរពាក្យទាំងនេះអាចស្ដាប់ទៅសាមញ្ញប៉ុន្តែនៅពេលដែលវាចេញពីមាត់របស់មនុស្សម្នាក់ដែលបានបំផ្លាញស្ថិតត្រាប់មិនអស់វាមិនមែនគ្រាន់តែជាពាក្យធម្មតានោះទេប៉ុន្តែវាក៏ជាមេរៀនមួយពីអ្នកទាត់កម្រិតខ្ពស់ម្នាក់ដែរនៅពេលដែលខ្ញុំទើបតែផ្លាស់មកទីនេះដំបូងមានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះដែលបានហ្វឹកហាត់មុនឬក្រោយការហ្វឹកហាត់ប៉ុន្តែពួកគេតែងតែចង់ខិតខំប្រឹងប្រែងចង់ទៅកន្លែងហាត់ប្រាណចង់ស្នាក់នៅបន្ទាប់ពីការហ្វឹកហាត់ចង់ជំរុញខ្លួនឯងឲ្យបន្តទៅមុខទៀត
មិនយូរប៉ុន្មានមិត្តរួមក្រុមរបស់ខ្ញុំក៏ចាប់ផ្ដើមធ្វើដូចគ្នាពីមនុស្សម្នាក់ទៅមនុស្សជាច្រើនពីទម្លាប់តខ្លួនរហូតដល់វប្បធម៌របស់ក្រុមនេះជាអ្វីដែលសេឡេបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ថ្មីវាមិនមែនគ្រាន់តែជាទ្វារឬស្ថិតរឿងព្រេងនិទាននោះទេប៉ុន្តែវាជារឿងធម្មតាសួរស្លែងបាននិយាយដោយសំឡេងកក់ក្ដៅនិងលេងសើចថាគាត់សង្ឃឹមថានឹងរក្សាទំនាក់ទំនងជាមួយម៉ូទោះបីជាម៉ូចូលចិត្តផ្លាស់ប្ដូរលេខទូរស័ព្ទរបស់គាត់ជាញឹកញាប់ក៏ដោយគាត់សង្ឃឹមថាគាត់នឹងក្លាយជាមនុស្សម្នាក់ដែលម៉ូនឹងផ្ញើលេខថ្មីទៅហើយសូមជូនពរឲ្យម៉ូមានសុភមង្គលនាពេលអនាគត Alexander Arnold បាននិយាយដោយសំឡេងជ្រៅថាគាត់ធ្លាប់ចាត់ទុក Steven Gerrard ជាលេខ1ប៉ុន្តែសប្តាហ៍ថ្ងៃនេះសាឡាកំពុងឈរក្បែរ Steven ជាលេខ1ជាមួយគ្នានោះគឺជាកន្លែងដ៏ខ្ពស់បំផុតនៃរឿងព្រេងនិទានវាមិនមែនដើម្បីជំនួសនរណាម្នាក់ទេប៉ុន្តែដើម្បីត្រូវបានអនុញ្ញាតឲ្យឈរក្បែរឈ្មោះដ៏ពិសិដ្ឋបំផុតរបស់សាម៉ាភាពអស្ចារ្យរបស់ Mo Salah មិនត្រឹមតែត្រូវបានបញ្ជាក់ដោយ Leo Phu ប៉ុណ្ណោះទេគាត់គឺជារឿងព្រេងនិទានដែលគូប្រជែងនៅតែត្រូវគោរព Pep Guardiola បាននិយាយអំពីគាត់ដោយការគោរពហើយបានទទួលស្គាល់ថា Leo Phu នៅពេលនោះមានរបៀបលេងដែលតែងតែបង្កើតបញ្ហាសម្រាប់ Man City មានតង់និងរបងដែលដាក់បាល់នៅកន្លែងទំនេរហើយមានអ្នកទាត់បាល់ដ៏ល្បីល្បាញដែលបានបញ្ចប់ការស៊ុតបញ្ចូលទីបានយ៉ាងល្អ Erling Haaland បានទទួលស្គាល់ថា Salah បានស៊ុតបញ្ចូលទីក្រុមរបស់គាត់ច្រើនដងរហូតដល់វាធ្វើឲ្យខាក់ចិត្តក្នុងការលេងជាមួយគាត់ Dick Henley ក៏បាននិយាយផងដែរថាក្រៅពីទីលានរបស់ Salah ប៉ុន្តែនៅក្នុងទីលានគាត់គឺជាឃាតករដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនបាល់ចូលទៅក្នុងទ្វារក្នុងរយៈពេលប៉ុន្មានវិនាទីគាត់បាននិយាយថាគាត់មានសំណាងណាស់ដែលបានលេងជាមួយ Mo Salah ច្រើនដងគាត់បានទទួលស្គាល់ថាគាត់ធ្លាប់ធ្លាក់ខ្លួនជាជនរងគ្រោះនៃការប្រកួតប្រជែងរបស់ Mo ច្រើនដងហើយបាននិយាយថាគាត់មានអារម្មណ៍ធូរស្រាលដោយសម្ងាត់ដែលឃើញ Mo ចាក់ចេញព្រោះ Mo ល្អពេកគាត់បាននិយាយថាគាត់ស្រឡាញ់ Mo ហើយសប្បាយចិត្តដែលបានលេងជាមួយគាត់ក្នុងនាមជាមិត្តរួមក្រុមនិងជាដៃគូប្រកួតប្រជែងគាត់បាននិយាយថា Mo គឺជាកីឡាករទាត់បាល់ដ៏ល្អបំផុតម្នាក់នៅក្នុងលីកហើយគាត់សង្ឃឹមថានឹងបានជួបគាត់ម្ដងទៀតទោះបីជាគាត់ជាគូប្រជែងក៏ដោយនៅក្នុងក្រសែភ្នែករបស់កីឡាករទាត់បាល់ដ៏ល្បីល្បាញដូចជា Ian Rush និង Robbie Fowler លោក Ian Rush បានចងចាំពីការទាត់បាល់ពេណាល់ទីរបស់ Champions League និង Spurs គាត់បាននិយាយថានៅពេលដែល Salah ទាត់បាល់ចូលទីនៅនាទីទី3គាត់ដឹងភ្លាមថា Leo Phu នឹងក្លាយជាជើងឯកសម្រាប់ការទាត់បាល់ពេណាល់ទីដូចជា Everton, Man Utd និង Man City នេះជាអ្វីដែលធ្វើឲ្យអ្នកទាត់បាល់ក្លាយជាមនុស្សពិសេសម្នាក់នៅក្នុងបេះដូងរបស់កប Robbie Fowler បាននិយាយថាប្រសិនបើយើងនិយាយអំពីកីឡាករល្អបំផុតរបស់ Leo Phu ក្នុង Premier League គឺ Mo Salah គាត់សំនឹងទទួលបានតំណែងខ្ពស់បំផុតហើយជាការពិតណាស់សម្លេងដែលជំរុញអារម្មណ៍បំផុតគឺ Jurgen Klopp គូឡូប៉ុបបាននិយាយថាគាត់មិនដែលគិតថាគាត់ត្រូវថតវីដេអូបែបនេះទេព្រោះចាប់តាំងពី Salah ចូលមកគាត់បានគិតអំពី Leo Phu ដោយគ្មាន Mo ប៉ុន្តែរឿងរ៉ាវដ៏ស្រស់ស្អាតនឹងបញ្ចប់នៅថ្ងៃណាមួយគូឡូប៉ុបបាននិយាយថានេះជាការបញ្ចប់ដ៏ល្អបំផុតព្រោះ Salah កំពុងដើរចេញដោយស្នាមញញឹមដោយក្តីស្រឡាញ់ជាមួយនឹងការចងចាំដ៏ល្អបំផុតហើយគាត់បាននិយាយប្រយោគមួយដែលគួរតែស្ថិតនៅក្នុងបេះដូងរបស់មិត្តស្រីរបស់ Leo Phu ជាយូរមកហើយប៉ុន្តែគាត់បាននិយាយថាបើគ្មាន Mo ទេអភូតហេតុនៃរយៈពេល9ឆ្នាំរបស់គាត់នៅ Leo Phu នឹងមិនកើតឡើងទេនេះគឺជាចៅហ្វាយដែលគោរព Salah ដោយអស់ពីចិត្តលោក Spalletti បាននិយាយអំពីលោក Mo ថាគាត់ជាមនុស្សចិត្តល្អមានស្នាមញញឹមនិងអបក្រសោបមនុស្សគ្រប់គ្នាគាត់បាននិយាយថាលោក Mo គឺជាមនុស្សដែលមានចិត្តតាំងចិត្តរៀបទៀបនិងជាមនុស្សដែលស្រឡាញ់មនុស្សជុំវិញខ្លួនចំពោះលោក Boss Charlotte គាត់បាននិយាយយ៉ាងខ្លីប៉ុន្តែយ៉ាងមុតមមថាការងារធ្វើទ្វារលោក Mo បាននាំឲ្យក្រុម Champions League និយាយថាមរតករបស់លោក Mo នឹងធ្វើឲ្យឈ្មោះរបស់គាត់ត្រូវបានគេស្គាល់ថាជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់របស់ Semosorn សាឡាស្ទើរតែស្រក់ទឹកភ្នែកគាត់បាននិយាយថាការដើរចេញជាមួយមនុស្សដែលចងចាំគាត់នៅជ្រុងនេះគឺជារឿងសំខាន់បំផុតជាការពិតណាស់គាត់មានមោទនភាពចំពោះជើងឯកមានមោទនភាពចំពោះទ្វារមានមោទនភាពចំពោះកំណត់ត្រាប៉ុន្តែអ្វីដែលគាត់មានមោទនភាពជាងនេះទៅទៀតនោះគឺការមានចំណែកក្នុងការផ្លាស់ប្ដូរវប្បធម៌របស់ទីក្រុងរីយ៉ូពូគាត់ចង់បានថ្ងៃដែលគាត់បាត់បង់ទៅ Semosorn នៅតែមាននរណាម្នាក់ដែលមកទីលាននៅពេលព្រឹកដើរចូលទៅក្នុងកន្លែងហាត់ប្រាណខិតខំធ្វើការប្រយុទ្ធដើម្បី Semosorn ហើយក្លាយជារូបភាពសម្រាប់មនុស្សជំនាន់ក្រោយមើលហើយនិយាយទៅកាន់ខ្លួនឯងថាពួកគេមិនចង់ឲ្យ Leo Phu គិតថាគាត់គ្រាន់តែជាអតីតកាលនោះទេប៉ុន្តែចង់បានអ្វីដែលគាត់បានបង្កើតដើម្បីក្លាយជាអនាគតរបស់ក្រុម Mohamed Salah អាចត្រូវបានគេហៅថាជាស្ដេចនៃប្រទេសអេស៊ីបអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែគោលរបស់គាត់មិនមែននិយាយអំពីការឈរនៅពីលើនរណាម្នាក់នោះទេវានិយាយអំពីការធ្វើឲ្យមនុស្សនៅជុំវិញគាត់កាន់តែប្រសើរឡើងអំពីការផ្លាស់ប្ដូរបន្ទប់ស្លៀកពាក់ឲ្យមានស្តង់ដារខ្ពស់ជាងនេះអំពីការធ្វើឲ្យអ្នកក្មេងចង់ហ្វឹកហាត់កាន់តែខ្លាំងអំពីការធ្វើឲ្យអ្នកប្រកួតប្រជែងគោរពគាត់អំពីការធ្វើឲ្យអ្នកមិត្តរួមក្រុមនិយាយអំពីគាត់ដោយសំឡេងរបស់មនុស្សម្នាក់ដែលបានឆ្លងកាត់ផ្នែកមួយនៃជីវិតរបស់គាត់ជាមួយគ្នាកម្ពុជាទាំង5គឺក្រុមរបស់ Salah ដែលមនុស្សគ្រប់គ្នាសម្លឹងមើលជាមួយគ្នារឿងព្រេងនិទាននៅក្នុងទីលានកម្រិតខ្ពស់បំផុតនៃវិជ្ជាជីវៈមនុស្សដែលបានផ្លាស់ប្ដូរវប្បធម៌ក្រុមមនុស្សដែលមានចិត្តកក់ក្ដៅនិមិត្តរូបនៃយុគសម័យមាសរបស់ Leo Phu សាឡាមិនត្រឹមតែបានចាក់ចេញពីទីក្រុងរីអូពូជាមួយនឹង Channel ទេនោះទេប៉ុន្តែបានបន្សល់ទុកសំណួរមួយសម្រាប់មនុស្សជំនាន់ក្រោយថាតើអ្នកអាចរក្សាស្តង់ដារនេះបានទេតើអ្នកគិតថាសាឡាចង់ចម្លើយនោះយ៉ាងណា
សូមអរគុណសម្រាប់ការទស្សនាវីដេអូឃ្លីបមុនពេលយើងបញ្ចប់ពីព្រោះបាល់ទាត់គឺលើសពីបាល់ទាត់ទៅទៀតថ្ងៃនេះកីឡាករបាល់ទាត់ត្រូវតែនិយាយលាជួបគ្នានៅវីដេអូឃ្លីបបន្ទាប់